តែគេហៅថាបលឹងវិញ្ញាណបងជាមនុស្សស្រី មនុស្សស្រី ដែលថាក្នុងរៀបការមនុស្សប្រុសចាពេលដេកមិនដេកថាអូបនសរថាសូមឲ្យខ្ញុំដេកទៅ ងើបមក ងើបឡើងគេកាយជាមនុស្សស្រី ស្រី ត្រូវពាត់ម៉ាក់ទៀត អូប ត្រូវពាត់ប្រហែលដងប៉ុន្តែអត់ឈប់ទេលួចលេងទៀត លក្ខណៈថារឹងដែរអញ្ចឹង ចាដឹងដែរថាដូចខ្លួនឯងពងបា fashion show ក្នុងផ្ទះអញ្ចឹងនិយាយមែនគេថាសក់នឹងយកកម្លាំងចោលធ្វើសក់ក៏យកចាស់កន្លះឡើងមិនប្រុស មិនមែនស្រី គឺយើង the in between នៅឆ្លាស់កតាអីចឹងណានៅឯងគឺគេនិយាយពាក្យយើងដឹងហើយបែដេ យកទៅ ឌីស៊ី3 អីចឹងទៅ ហ្នឹងហើយសង្គមយើងគេតែនិយាយថាអូបើយើងត្រូវចង់ធ្វើមួយស្អីស្រាចាំផុសឲ្យចាំ យ៉ា តែវិញមិនក៏មិនតកែឃ្លៀតមិនគេតកែភេទតកែហ្មងទៅមិនទៅដាក់ ដើ តាម ម ទ្ ទ្រូ រូ ង ង អី អញ្ ចឹ ចឹ ង ង ទៅ ទៅ Oh my god បងថាពេលហ្នឹងថាហេតុអីគេត្រូវថាធ្វើអញ្ចឹងព្រោះអីបើបងហើយបងពេញចិត្តបងសប្បាយចិត្តនឹងអ្វីបងមានស្រាប់ហើយហេតុអីក៏ធ្វើឲ្យខ្ញុំមិនសប្បាយចិត្តវិញ បាទ ហេតុអីក៏យើងមិនបង្កើតទីកន្លែងមួយឲ្យយើងសប្បាយចិត្តឲ្យយើងទាំងអស់គ្នាសប្បាយចិត្តនៅអ្វីដែលយើងមានអញ្ចឹងទៅ សូមបញ្ជាក់ថាសាមពី podcast មានការពិភាក្សាអំពីទំនាក់ទំនងស្នេហាសុខភាពផ្លូវភេទនិងប្រធានបទរសើបផ្សេងទៀតដែលត្រូវបានកែសម្រួលជាពិសេសសម្រាប់សហគមន៍ LGBTQI+ ខ្លឹមសាររួមមានភាសាផ្លូវភេទនិងអាចនិយាយអំពីប្រធានបទសម្រាប់មនុស្សពេញវ័យដែលប្រហែលជាមិនសមរម្យសម្រាប់ទស្សនិកជនទាំងអស់នោះទេជាពិសេសអ្នកស្ដាប់វ័យក្មេងយើងលើកទឹកចិត្តឲ្យមានការណែនាំពីមេដាបេដាសម្រាប់អ្នកស្ដាប់ដែលមានអាយុក្រោម18ឆ្នាំសូមរីករាយស្ដាប់ podcast នេះទាំងអស់គ្នា សួស្តីអ្នកនរគ្នាស្វាគមន៍ម្ដងទៀតមកកាន់សាមពី podcast ជួបជាមួយនឹងខ្ញុំបាទសានីដែលជា host នៅក្នុងកម្មវិធីនេះផងដែរហើយនៅថ្ងៃនេះយើងនឹងធ្វើការជួបជាមួយនឹងវាគ្មិនយើងមួយរូបថ្មីទៀតដែលគាត់គឺជាបុគ្គលមួយរូបដែល spread តទៅជាមួយនឹង positivity ហើយគាត់មានសម្រស់ស្អាតខ្លាំងមែនទែនដើម្បីឲ្យដឹងកាន់តែច្បាស់ពីវាគ្មិនរបស់យើងសូមឲ្យវាគ្មិនរបស់យើងធ្វើការណែនាំខ្លួនជំរាបសួរបង សួរអូនហើយនឹងសួស្ដីហើយជំរាបសួរសួស្ដីអ្នកទាំងអស់គ្នា It's me សុខជាតិ I'm your non-binary queer fairy Wow this is like so special your unique point of it like អរគុណ Okay ហ្នឹងហើយរីករាយមែនតើដែលបានឲ្យបងធ្វើការចូលរួមនៅក្នុង podcast របស់យើងថ្ងៃនេះមានអារម្មណ៍ថាខ្ញុំធ្លាប់ឃើញបងក្នុង social media មានអារម្មណ៍ថា you are very unique វាថាចេញមកបែប positivity ខ្លាំងមែនតើអូខេហើយក៏អរគុណដែលបានចំណាយពេលវេលាក្នុងការចូលរួមនៅក្នុងកម្មវិធីយើងអូខេបងជាដំបូងសូមឲ្យបងជួយប្រាប់ថាបងមាន background មកពីណាហើយបងមាន childhood បែបណាបងអាចចែករំលែកទៅដល់ទស្សនិកជនយើងតិចបានអត់ បានហ្នឹងហើយនិយាយទៅខ្ញុំនិយាយទៅខ្ញុំមកពីខេត្តកំពង់ចាមខេត្តកំពង់ចាម ដូចខ្ញុំដែរអូខេ សក្កណាតទៅពិតសក្កណាតបងនៅខេត្តកំពង់ចាមនៅស្ ស្ រុ រុ ក កអីដែរបង ស្រុកព្រៃឈរភូមិព្រៃតឹង អញ្ចឹងអូខេ ហ្នឹងហើយនៅប៉ុន្តែបងប៉ាម៉ាក់បងមូទៅនៅមេមត់ មិនមក សុំមកវត្តវិញអញ្ចឹ ព ង ងចាំដែរ ឥឡូវកាលមុនកំពង់ចាម ឥឡូវ តែឥឡូវ ត្បូង គេកាត់ចូលបងខ្មុំ អូខេដូចខ្ញុំដែរពីមុននៅក្រូចឆ្មាឥឡូវគេកាត់ចូលត្បូងឃ្មុំដែរ Yes ខិតមានគ្នាតា Yes នៅមែនតើ អូខេ ហ្នឹងហើយបើពីគេហៅថា childhood ពីអាកម្មាភិបរបស់យើងហ្នឹងអត់ខុសគ្នាពីក្មេងៗទូទៅទេគឺយើងពីទូចចូលចិត្តលេងពិសេសអត់សូវនៅផ្ទះហ្មងនៃថាហត់ទៅលេងតាគេទៅលេងតាចិត្តខាងទៅលេងបលុកបលលើរន្ទះ យ៉ា លេងម៉ឹកលេងកស៊ូលេងតែងខ្លួនលេងគ្រប់យ៉ាងថាឲ្យក្មេងរបស់គ្នាលេងថាលេងទាំងអស់ លេងទាំងអស់ យ៉ាលេងទាំងអស់ ប៉ុន្តែការលេងតែងខ្លួនក៏របស់របរអញ្ចឹងមានការម៉ាក់ប៉ាគាត់ថាអីអត់បង ពេលនោះយើងលេងប៉ាម៉ាក់នៅអត់ឃើញ អត់ឃើញ យ៉ាលេងតែពេលក្មេងយើងជុំតែក្មេងប្រុសក្មេងស្រីជុំគ្នាអញ្ចឹងណាយើងលេងបែបស្គត់ឡាប់ទៅយើងអញ្ចឹងគាត់អត់ខ្វល់អញ្ចឹងអត់មានអីផងអញ្ចឹង This is like ក្មេងៗណាគេក៏លេងដែរကျွန်တော်នឹងបាទ ហ្នឹង ប៉ុន្តែ childhood បងគឺអត់មានភាពថាញញៃឬក៏វាថាចងកាត់រឿងអីពិបាកក្នុងនាមជាអ្នកនៅក្នុងសហគមន៍ LGBT ណាបង មានដែរមិនអត់សោះឲ្យមានដោយសារតាហ្នឹងហើយថា childhood យើងសប្បាយយើងទៅតែមួយផ្នែកទៀតក៏ questioning ដែរថាពេលខ្លះយើងមើលរឿងមើលទូទស្សន៍អញ្ចឹងមើលភាគមើលរឿងអញ្ចឹងទៅឃើញទូផលដូចជាតំណងទីចាប់អារម្មណ៍ប្រហោះអញ្ចឹងណាតែអត់ដឹងថាញជាអីគ្រាន់តែអូខេចិត្តទំនុកប្រុសអញ្ចឹងទៅហើយពីទូចបងក៏យ៉ាគេថាក្មេងប្រុសគេតម្រូវឲ្យលេងកូនឡានកូនចន្ទថយអញ្ចឹងទៅអាចលេងកូនកំមុំលេងបុកឡឲ្យការទេតែបុកឡបើឃើញគ្នាយើងជុំគ្នាអត់អីមកថាលេងមិនឯងប៉ាម៉ាក់អ្នកចាស់គាត់នឹងថាហ្មងអញ្ចឹងណាអញ្ចឹងទៅបងលួចទិញកូនកំមុំជ័រលេង Really យ៉ា លួចទិញខ្លួនឯងហ្មង มันអត់ចាំថាលុយគាត់ផងឬក៏មិនដឹងគាត់លុយសំលុយហ្នឹងអញ្ចឹងណា អូខេ like យើងបញ្ចេញរឿងខ្លួនឯងហ្នឹង ហ្នឹងហើយហើយមួយទៀតបងអីគេ
យើងមានកដាសភើកដាភើដឹងហ៎ បាទ អាកំបដឹងយើងគូកូនកំមុំ អឺ គូកូនកកំមុំតាំងតកដាតុនបងគូក្អាល Yep. កាត់វាយក ហើយយកមកពាក់ពីលើ ហ្នឹង អូខេ ហ្នឹង ស្បមានការឃើញក្មេងអាឧបករណ៍លេងគេមិនមានរូបកូនកំមុំហ្នឹង naked បន្ទាប់មកគេមានកៅអៅឲ្យយើងពាក់ពីលើទៅអត់ស្តៀងហ្នឹង ហ្នឹងក៏បង ហ្នឹង នឹង ធ្លាប់លេង ទិញ ទៅអត់ ទិញទៀត អូ ទិញដល់ឆន collect មិនច្រើនដល់ អូ ផងអាចកដាផងអាចចូលផងអាកាត់គូខ្លួនឯងទៀតគ្រប់យ៉ាងអូគេថាលេងទាំងអស់យ៉ាប៉ុន្តែបើមួយទៀតប៉ាបងក៏គាត់ទិញកូនឡានកូនយន្តហោះលេងបងក៏លេងចូលចិត្ត លេងដែរចូលចិត្តលេងដែរ លេងទៀតហើយក៏ទាប៉ាបងទិញទៀត អូ ចាំបងលេងទាំងពីរ អឺ ពេលនោះមកលេងទាំងអស់គាត់តាកូនកំមុំកូនកំមុំអីហ្នឹងគឺបងលួចលេងឲ្យគាត់ដឹងទេ បាទ ហ្នឹងហើយក្រៅពីលួចលេងកូនកំមុំចរហ្នឹងហើយម៉ាក់កាយរបស់ម៉ាក់បងឯនោះ អូ ចាប់ផ្ដើមមក this is like ដឹ the កលុយខ្ញុំថាពេលយកមកគូសយកផាត់យកអីទៅអត់ស្អាតទេគាត់ថា ចូលចិត្ត ចូលចិត្តខ្ញុំថា អឺ នេះសប្បាយមានថាពេញចិត្តផាត់លេងហ្មង យប់យប់ ផាត់ហើយយកកៅអៅកូនយកសរងកូននឹងស្លៀក អឺ វាជើងកែងហ្នឹង Yeah. គាត់ហ្នឹងយកពាក់ត្រូវធំជើងដើរដួលពេញហ្នឹងតែអូនអើយពាក់ អស់ហើ ងើ យ បវិញដើរទៀ ដើរ ត ទៀត ថាដូចខ្លួនឯងពង Like- ដើរ fashion show ក្នុងផ្ទះអញ្ចឹង អូ និយាយមែនគេថាសក់ហ្នឹងយកកៅអៅចោលធ្វើសក់ក៏យកចុះក៏ឡើងនិយាយថាពេញហ្នឹង Like- ឯង giving model sinbirth ចាគេថាតាំងពីកណាត់មកហ្មង អូខេប៉ុន្តែមានថ្ងៃទៅគាត់ចាប់បានអត់បើយើងលួចលេងអញ្ចឹងណា ចាប់បាន ចាប់បានតែ ចាប់បាន reaction គាត់មកយើង ត្រូវពាត់ម៉ាក់ទៀត អូបែ ត្រូវពាត់ប្រហែលដងប៉ុន្តែអត់ឈប់ទេលួចលេងទៀត លក្ខណៈថារឹងដែរអញ្ចឹងណា ចាដឹងដែរហ្នឹងឯង ប៉ុន្តែពេលដែលបងឆ្លងកាត់បែបហ្នឹងមកគាត់ទទួលស្គាល់យើងតែពេលដែល នៅគាត់ នៅ ត អត់ទាន់ ត ស្គាល់ ទេគេថាពេលនៅទូគាត់នៅតែអត់តទទួលស្គាល់តជេគាត់ថាយើងថាគូថាធ្វើអញ្ចឹងឯហ្នឹងថា វាអត់សម អត់សមអត់មានអនាគតថាមួយផលគូធ្វើអញ្ចឹងទេធ្វើមួយផលត្រូវធ្វើអញ្ចឹងមួយចេះពីរចេះ3អញ្ចឹងតើដូចយើងដឹងស្រាប់តែអញ្ចឹងណា បាទ ហ្នឹងហើយយើងមានបន្ទុកយើងមានអាកំណត់មួយច្រើនទៅបងធ្វើបងអត់ហ៊ានបញ្ចេញទៅchoខ្លួនឯង បាទបង តែពេលខ្លះបងមានអារម្មណ៍ថាបងគាត់ថាបងពីមុនបងគាត់ថាបងជា transhuman អញ្ចឹងណាបងគាត់ថាអូ អូ ប្រហែលជាបងមានតែគេហៅថាបលឹងវិញ្ញាណបងជាមនុស្សស្រី លោកស្រី ដែល យ៉ា ស្ថិតនៅក្នុងរាជការមនុស្សប្រុសអញ្ចឹង បាទ ណាហើយពេលខ្លះទៀតពេលដេកមុនដេកថាអូបនសរថាសូមឲ្យខ្ញុំដេកទៅ ងើបមក ងើបឡើងគេកាយជាមនុស្សស្រី ស្រី តែចាក់មកពេលណាគឺជាការមនុស្ស ស្រី ដែរអញ្ចឹង បាទ ហើយក៏វា feel bad feel bad បាទ upset ដែរអញ្ចឹង ហ្នឹង ណា ហើយ ព្រោះយើងខំផ្សងណាថាឲ្យយើងចង់ខៅជំនួសស្រីអីចឹងណា បាទបង ហ្នឹងហើយ គាត់ថា growing up បងមានdiscrimination ឬក៏ការរើសអើងពីបរិស្ថានជុំវិញខ្លួនទេតាំងពីក្មេងមកអញ្ចឹងណា មានដែរប៉ុន្តែបងដូចជាអត់សូវ affect ខ្លាំងអត់សូវប៉ះពាល់ខ្លាំង បាទ គេនិយាយពាក្យយើងដឹងហើយពេលដេ យ៉ាទៅ ឌីស៊ី3 អីចឹងទៅ ហ្នឹងហើយច្រើនទាំងអស់ប៉ុន្តែបងអត់សូវគេថាចាប់អារម្មណ៍ខ្លាំងអត់សូវយកទុកក្នុងខ្លួន ក្នុងខ្លួនទេ ហ្នឹងហើយតែអ្វីដែលបងជិះចាប់ខ្លាំងអ្វីដែលបងប៉ះពាល់ខ្លាំងគឺតាក់ទងជាមួយគ្រួសារក៏អត់សូវពេញចិត្តបងអីចឹងណាហ្នឹងឯង ទាំងម៉ាក់ប៉ាមែនគាត់ ហ្នឹងហើយហ្នឹងហើយសូវពេញចិត្តនឹងអាចលក្ខណៈយើងអីចឹងណាហើយជាភាសាសមាជិកគ្រួសារមួយចំនួនគាត់លេងសើចមួយយើងណាលេងសើចជាមួយនឹងកាយវិការអាចលក្ខណៈរបស់យើងលក្ខណៈញញក់របស់យើងអីចឹងណា បាទ ហ្នឹងហើយ ខ្ញុំក៏មានចម្ងល់ដែរព្រោះអីពេលខ្លះចង់ថារឿងខ្លួនយើងទេអ្នកខ្លះគាត់ឃើញអញ្ចឹងគាត់ព្យាយាមបញ្ចេញមតិមកមែនវាថាពេលខ្លះយើងបញ្ចេញមតិមកវាមិនជួយលើកតម្កើងវាតែវាប៉ះពាល់ដល់យើងវិញអញ្ចឹងណាហើយមួយវិញទៀតដូចបងនិយាយតាក់ទងជាមួយខ្ញុំចាប់អារម្មណ៍ថាបងមិញលេងទាំងឡានលេងទាំងកូនកំមុំហើយអញ្ចឹងខ្ញុំនឹកឃើញដល់ចំណុចមួយដែលគេថាពណ៌ខៀវមនុស្សផុសពេលពណ៌កាជូថាសម្រាប់តែក្មេងស្រីទេអញ្ចឹងអានោះដូចវាថាគេកំណត់ថាអូអានោះសម្រាប់តែក្មេងប្រុសអានេះសម្រាប់តែក្មេងស្រី ហ្នឹងហើយតែចឹងបានធ្វើឲ្យមនុស្សមួយចំនួនគាត់ខ្លាចនឹងការពាក់កៅអៅពណ៌ Yes ឈូកពណ៌កាឈូកឬក៏ពណ៌តាមបែបគេថាសារសតុនណាគាត់ពាក់គាត់ហ៊ាន ហ្នឹងហើយ យ៉ា អញ្ចឹងដល់ចំណុចហ្នឹងបងដឹងពីអា masculinity and femininity អត់ពេលខ្លះមនុស្សប្រុសគាត់អត់ហ៊ាន impress អាហ្នឹងរបៀបថាអូខ្លាចអា feminine ទៅគេថាគាត់អញ្ចឹងអញ្ចឹងអីចឹងណា បងដឹងប៉ុន្តែក៏មានមិត្តភ័ក្តិមួយចំនួនដែលគាត់ជាមនុស្សប្រុសស្រីមួយស្រីប៉ុន្តែគាត់ចូលចិត្តបែបគាត់ impress feminine គាត់ហើយចេះគាត់បាត់សុភាពទន់ភ្លន់គាត់ពាក់កៅអៅបែបខ្ជូតយ៉ាហើយគាត់ស្រឡាញ់មនុស្សស្រី ហេតុអីបានត្រូវតែជាមនុស្សប្រុសត្រូវអា impress អាកាងឬក៏បែបកាយលើទៅ I know right yeah I know ហើយផ្សារឈប់នៅមួយគ្នាចំពោះបងនេះគ្នាទៀតបងពីមុនយ៉ាគេថាមនុស្សប្រុសត្រូវតាអីដើរកាងសម្ដែងខ្លួនអីចឹង យំអីចឹង យ៉ានឹងឯងបងក៏ធ្លាប់ឆ្លងកាត់រឿងនោះដូចគ្នាពីមុនថានៅពីពេលនោះគេថាអូគ្រូសាអ្នកជុំវិញខ្លួនតែតែប្រាប់យើងថាគ្រូមកគាត់ធ្វើអញ្ចឹងបងក៏ព្យាយាម
បងអាគេភាពfeminine គេថាយើងហៅថាគេព្យាយាមimpress masculinity របស់យើងប៉ុន្តែវាខ្លាំងពេក វាខ្លាំង ពេក យ៉ា ដែលថាដល់ថ្នាក់យើងបាត់បង់ខ្លួនឯង អឺ ណា ហឹម ពេលហ្នឹងបើសិនជាបងរូបភាពក៏បងអាចផ្ញើអ្នកគេមើលបានដែរថាពេលហ្នឹងរូបភាពបងណា បែបណា Yeah ជាប្រុស I know masculine មែន Yeah right សម័យមួយមានអីគេរូបអត្តតើ អឺហឹម ហើយបងពាក់កៅអៅបាក់ខោជើងខ្លីជុំធំមួយផអីចឹងណា អឺហឹម ហើយជើងយើងកែដាក់អាចជើងយើងមកជិះដាក់លើអត្តតើហើយទៅដាក់អីចឹង Oh my god សម័យមើលថាវាអក្រក់ប៉ុណ្ណា Yes ហ្នឹងហើយក៏សម័យមើលថាពេលហ្នឹងបងបាត់បងខ្លួនឯងប៉ុណ្ណាដែរយ៉ាពេលហ្នឹងខ្ញុំថាយ៉ាយើងខំប្រឹង ខំប្រឹងមិនអីជាខ្លួនយើងវាអត់សុបាយចិត្តទេបង ឯណូ នេះ ខំប្រឹងហើយពេលហ្នឹងបងខ្ញុំថាបងអត់សប្បាយចិត្តយ៉ាអត់សប្បាយចិត្ត អត់សុបាយចិត្ត ខ្ញុំថាវាយើងមានសម្ពាធក្នុងខ្លួនខ្លាំង បាទដើម្បីឲ្យតាក្នុងភ្នែកអ្នកដទៃក្នុងភេទសង្គមថាយើងជាមនុស្សបែបហ្នឹងយើងលុបបំបាត់ខ្លួនឯងតាមពិតការដែលយើងធ្វើជាខ្លួនឯងហ្នឹងមិនមែនជារឿងអាក្រក់ណាយើងអត់មានប៉ះពាល់ណាគេហ្នឹង I know យ៉ាដល់ថ្នាក់ដល់មកខំប្រឹងធ្វើអញ្ចឹងយ៉ាតាមពិតតាក់ចងជាមួយនឹងសង្គមបើសិនមិនតាមបានសង្គមគ្រួសារ គ្រួសារ ទៅខ្លាំងជាងគេបងថាគាត់ឆ្លាញ់គ្រប់គាត់នេះតែបងក៏ព្យាយាមប្រឹងធ្វើប៉ុន្តែវាបានយូរទេមិនថាបងវាហត់ខ្លួនឯងណាក៏ព្យាយាមតម្លាក់បន្តិច បាទ រហូតដល់បានបងចូលរៀនសកលវិទ្យាល័យមកពេញអញ្ចឹងណា បាទ គាត់ជួបមិត្តភ័ក្តិគាត់យ៉ាគាត់មានគាត់វាថាយើងបង្កើតជាបរិយាកាសមួយដែលវិស័យភាពដែលបងថាអ្នកនរគ្នាពួកគាត់ទាំងអស់គ្នាធ្វើជាខ្លួនឯងបាន បាទ អត់មានណាគេមកចាត់យើងណា បាទ អញ្ចឹងទៅបងនិយាយថាបានមិនថាមិនព្យាយាមថាយើងបញ្ចេញមកខ្លួនឯងម្ដងទៀតមកទៅពួកគាត់អញ្ចឹងគាត់អត់មាននិយាយគាត់និយាយយ៉ារហូតដល់ពួកបង come out ទៅពួកគាត់ បាទ ទៅមិត្តភ័ក្តិដែលរៀនសកលមុនគេ មុនគេ ហ្នឹងហើយកន្លងពេលហ្នឹងក៏បងបានធ្វើការជាមួយនឹងធ្វើការ part time ដែរកន្លងពេលរៀនសកលវិទ្យាល័យហ្នឹងណា បាទបង part time ហ្នឹងជាមួយនឹងគ្រួសារជនជាតិអូស្ត្រាលីអីបងពេលប៉ុនជនជាតិអូស្ត្រាលី បាទ ហើយគាត់ក៏ដឹងថាបងជា gay ដែរពីមុនហ្នឹង បាទ តែគាត់អត់និយាយ អត់និយាយអីទេ អត់និយាយគាត់ចង់ឲ្យបងហ្នឹង come out ខ្លួនឯង យ៉ា បា គាត់ ទប៉ុន្តែចំពោះគ្រួសារបងវិញតើបងបាន come out ជាមួយគាត់ហើយ reaction គាត់ពេលហ្នឹងមិនដែរ ហ្នឹងហើយណាដោយសារតាអូខេអរគុណដោយសារតាអរគុណមិត្តភ័ក្តិអរគុណក្រុមគ្រួសារដែលខ្ញុំធ្វើការជាមួយហ្នឹងគាត់ជាកម្លាំងចិត្តខ្ញុំមួយដែរធ្វើឲ្យខ្ញុំហ៊ានយើងមួយប៉ាម៉ាក់ដំបងពេលហ្នឹងនេះក៏ឡងពេលចូលឆ្នាំទៅលេងផ្ទះចឹងណាដូចប្រហែលជាចាំថាប្រហែលជាឆ្នាំ2017ហ្នឹងហើយចាំទៅបន្ទប់ប៉ាម៉ាក់ហើយយើងថាសុំនិយាយមួយគាត់ហើយក៏ស្ពែសំទោសេកម៉ាតឲ្យគាត់ចឹងណាហើយក៏បងប្រាប់ថាអូខេខ្ញុំអត់ឆ្លាញ់វិស័យទេខ្ញុំឆ្លាញ់ផចឹងណា បាទ ចឹងទៅគាត់ reaction គាត់មកចឹង គាត់នៅស្ងៀម ស្ងៀម គាត់អត់មានធ្វើមុខខឹងស្ដាអីគាត់ស្ងៀមគាត់ស្ដាប់យើងឡើងតែថាស្ដាប់យើងទាំងអស់ហ្មងណា បាទ អត់មានមកនិយាយថាយើងណាហ្នឹងហើយគាត់ក៏និយាយថាអត់អីទេបើសិនជាខ្ញុំថាកូនស្រឡាញ់ផុសប៉ុន្តែមិនបាច់ចាំទៅរកដៃគូមកផុសឯងសុខចិត្តទៅនៅម្នាក់ឯងចឹងទៅធ្វើការរកស៊ីអីខ្លួនឯងនៅមួយខ្លួនឯងចឹងទៅមួយប៉ាម៉ាក់អីចឹងទៅអត់អីទេហ្នឹងក៏ប៉ុណ្ណឹងទោះជាគាត់មិនញ៉ាំពេលហ្នឹងគាត់មិនជាទទួលស្គាល់បង 100% តែមកថាពេលហ្នឹងគាត់ទទួលបងបាន 50% ហើយ យ៉ាតែគាត់មិនប្រើហឹង្សាមកលើបងហើយគាត់ទទួលយកគេគាត់និយាយទៅគាត់សាក់បងដែរ បាទ ហ្នឹងហើយបងក៏សប្បាយចិត្តបងក៏ជា emotional អូខេ សប្បាយចិត្តមួយគាត់ដែលគាត់ទទួលយកបងអញ្ចឹងណា បាទ យ៉ា អូខេអញ្ចឹងចង់ដឹងពី story ថាបងចង់បងឲ្យបងរៀបរាប់តាក់ទងជាមួយនឹង gender ខ្លួនឯងថាបង identity បែបណាហើយពីតាំងពីដើមមកឥឡូវហ្នឹងបងឆ្លងកាត់ gender identity អ្វីខ្លះមុននឹងបង discover ថាបងមាន identity បែបនេះ យ៉ាហ្នឹងហើយយ៉ាតែពីទូចមកបងនិយាយថាបងធ្លាប់បនស្រន់ថាអាចជាមួយស្រីហ្នឹងតែដល់ពេលហ្នឹងគាត់ថាពេលហ្នឹងខ្លួនឯងជាមួយស្រីជា transgender woman ប៉ុន្តែពេលបានមកពេញនៅសាកលវិទ្យាល័យតែដឹងពីយូរថាយើងស្រឡាញ់មួយប្រុសយើងdress up ជាមនុស្សប្រុសឃើញប្រុសអីចឹងក៏អូខេហើយពេលហ្នឹងក៏បានទៅស្គាល់ពាក្យថា gay LGBT ចឹងទៅស្គាល់ដំបូងហើយក៏ identify ខ្លួនឯងជា gay ចឹងទៅហើយបន្ទាប់មកបងបានចាប់ផ្ដើមចូលក្រុមជាមួយនឹងក្រុមអីស្រឡាញ់គឺចម្រុះឬក៏ Love is Diversity ធ្វើឲ្យបងបានស្គាល់គ្នាបានច្រើននេះតែក៏បាន expose នៅលើពាក្យ non binary បងមានបងបញ្យល់តិចមើលមិនមក វា describe បងខ្លាំងតែពេលនោះដំបូងមកគាត់ថាដល់ពេលនោះដំបូងបងក៏អត់ដឹងថាពាក្យហ្នឹងវាមានតែបាញ់គាត់ថាពេលហ្នឹងគេបញ្យល់ថា
មិនមែនគេអត់សំដៅកាត់ focus ថាគាត់ហ្នឹង identify ខ្លួនឯងជាប្រុសក៏មនុស្សស្រីទេ បាទ in between នៅចកតាអញ្ចឹងណា អឺហឺ នៅតាមងាយស្រួលយល់ហ្នឹង បាទ តែបើយើងបញ្យល់ពាក្យ non binary បើនិយាយពាក្យ binary មានន័យថាbinary គឺយើងសំដៅលើមនុស្សប្រុសមនុស្ស ស្ ស្រី រី បើពាក្យដាក់ពាក្យ non ពីមុខនឹងថា មិនអូខេ Yeah right អូខេ Yes yes មិនប្រុស មិនមែនស្រី គឺយើងនៅ in between នៅចកតាអីចឹងណានឹងឯងគឺហើយក៏បងមានអារម្មណ៍ថាបងដូចគ្នាបងមិនកំណត់ខ្លួនឯងជាមនុស្សប្រុសឬក៏ជាមនុស្សស្រីទេបងនៅចកតាតែគ្រាន់តែបងនៅគេហៅថាងាកមកខាង femininity hình tròn បាទ យ៉ាហ្នឹងឯងតែបងក៏នៅតែ impress masculinity របស់បងដូចគ្នា វាបែប freely ហ្មងយើងអត់មានកំណត់ Yeah, ថា yeah, យើង yeah. ទៅស្លៀកពាក់បែបណាទេ ចាអត់មានកំណត់ទេហើយបងក៏គេ confuse ក៏គេច្រឡំបង ថា ថាប ជា ង transgender យ៉ា ហើយ មានច្រើនគេថា អឺ បងជា transgender អញ្ចឹងណា បាទ យ៉ា but it's okay ប៉ុន្តែបងមានអារម្មណ៍ថាចង់ខ្លាយជា transgender អត់គឺអត់ទេ បងថាអត់ទេ អត់ទេ មិនទេដូចបងនិយាយថាមិនទេតែមួយទៅបងគាត់ថាវាអត់ it's not like how can I say ថាវាអត់ចាំបាច់ចា បងអត់ចាំបាច់ថាបងត្រូវថាធ្វើជាមនុស្សស្រី Yep ដោយតែសង្គមគេត្រូវកំណត់ថាអូ បើចង់កែភេទគឺទៅជាមនុស្សស្រីយកហ្មង យ៉ាចង់ដូចគ្នា Yeah សង្គមយើងគេតែនិយាយថាអូបើយើងត្រូវចង់ធ្វើមនុស្សស្រីស្រាចំផុសចំ Yeah ហេតុអីយើងហេតុអីក៏ត្រូវមានសម្ពាធនឹងមួយទៀតសម្ពាធនឹងធ្វើអីសម្ពាធនឹងធ្វើឲ្យអ្នកមួយចំនួនដែលគាត់គេហៅថាគាត់ជា trend គាត់ខាងគាត់ជាមនុស្សប្រុសតែគាត់ចង់ identify ជាមនុស្សស្រីប៉ុន្តែគ្រូខាងគាត់បែបបាសមានសាច់ដុំមុខគាត់រៀងបែបដូចផុសច្រើនfeature របស់គាត់មានមនុស្សច្រើនដូចផុសច្រើនធ្វើឲ្យគាត់មានសម្ពាធធ្វើឲ្យគាត់ថាអូគាត់អត់ស្តំជាមនុស្សស្រីគាត់ស័ក្តិសមហើយគាត់ត្រូវតែទៅកែ Yeah ទៅកែតាំងពីដើមទ្រូងទៅកែតាំងពីខាងក្រោមទៅកែខាងក្រៅទាំងអស់ប៉ុន្តែការកែទាំងអស់ហ្នឹងវាត្រូវការចំណាយ ចំណាយ ត្រូវការចំណាយការថែទាំ បាទ វា afford វាត្រូវការអីគេដាក់ថែអី ផ្លូវចិត្តលុយវា financial អីច្រើនបាទ ចាដល់ហ្នឹងវាទៅជាសម្ពាធ ហើយ មួយ វា ទៀត risk ទៀតពេលខ្លះវាជា risk នៃសុខភាពគាត់ដែរបាទ yes ដូចបងនិយាយចឹងវាត្រូវមែនតាពួកអីពេលខ្លះគាត់មិនមែនចង់ទៅកែភេទហ្មងពេលខ្លះសង្គមកំណត់មកអញ្ចឹងគឺគាត់ត្រូវបែបថាត្រូវទៅធ្វើអញ្ចឹងដើម្បីឲ្យគេទទួលស្គាល់គាត់ yes អូខេ ហ្នឹងហើយបងក៏ជួបដូចគ្នាទេគេតែនិយាយបងថាតែវិញមិនក៏មិនតកែឃ្លិបមិនគេតកែភេទតកែហ្មងទៅមិនដាក់ ដើមទ្រូងអីចឹងទៅ Oh my god បងថាពេលហ្នឹងចាថាហេតុអីក៏ត្រូវថាធ្វើអញ្ចឹងព្រោះអីបើបងហើយបងពេញចិត្តបងសប្បាយចិត្តនឹងអ្វីបងមានស្រាប់ហើយហេតុអីក៏ធ្វើឲ្យខ្ញុំមិនសប្បាយចិត្តវិញ បាទ ហេតុអីក៏យើងមិនបង្កើតទីកន្លែងមួយឲ្យយើងសប្បាយចិត្តឲ្យយើងទាំងអស់គ្នាសប្បាយចិត្តនៅអ្វីដែលយើងមានអញ្ចឹងទៅអូខេខ្ញុំអត់គេប្រឆាំងថាអ្នកដែលត្រូវការតែអីអត់ប្រឆាំងទេបើសិនអ្នកទាំងអស់គ្នាពេញចិត្តហើយអ្នកទាំងអស់គ្នាថាពេលអ្នកទាំងអស់គ្នាកែហើយសប្បាយចិត្តធ្វើតែមិនមែនធ្វើដើម្បីខប់ចិត្តអ្នកដទៃខប់ចិត្តដោយការសម្ពាធទេគឺយើងសប្បាយចិត្តនឹងធ្វើខ្លួនឯងដូចគ្នាហើយយើងមានដើមទុនយើងមានពេលវេលាយើងការមានពេលវេលាដើម្បីខែតង់ខ្លួនឯងអូខេ good សម្រាប់ពួកយើងកែហើយអូយើងស្ដាយក្រោយពេលក្រោយ ពេលខ្លះយើងគិតមកពេលអញ្ចឹងណាអញ្ចឹងកុំឲ្យបែបថាstandard របស់សង្គម standard របស់អ្នកដទៃមកកំណត់ថាយើងត្រូវទៅធ្វើបែបណាឯងអញ្ចឹងចង់ question មួយពេលដែលបង express ខ្លួនឯងក្នុងនាមជាបែបហ្នឹងការស្លៀកពាក់បែបហ្នឹងអញ្ចឹងបងធ្លាប់ទទួលបានការរើសអើងពីអ្នកសង្គមខាងក្រៅអត់ ធ្លាប់ច្រើនទៀត ជាពិសេសកន្លែងការងារអីចឹងណា អូបើកន្លែងការងារអត់ដែរមានអត់មានកន្លែងការងារគឺគេ open ឲ្យបងទាំងអស់គ្នា អូខេ ប៉ុន្តែបងតាមទីសាធារណៈអញ្ចឹងឧទាហរណ៍បើសិនជាបងទៅសក្តិចេះដើរទៅមកមុខវាំងអូន ស្លឹងតែម្ដង ផ្នែក100គឺមកបងទាំងអស់ ហើយមួយទៀតអាច continue បាទ យ៉ា បែបថា cat calling អីដែលស្លប់ យ៉ាហើយអេអូនស្រី Yeah ហើយអេចែ ហ្នឹងហើយ ហើយយើងដឹងមកការហៅហ្នឹងមិនហៅ មិនហៅប្រុសគឺហៅឌឺដង right yes ច្រើនធ្វើឲ្យបងថាបងភ័យបងអត់សំណុក អត់ safe ពេលដើរទៅមិនថា Oh my god អញ្ចឹងបានបងពេលបងតែងខ្លួនបានតែងខ្លួនគ្រប់ពេលវេលាបងមើលដែរកលៈទេសៈអូខេបើបងមកនេះបងដឹងថាកន្លែងជាកន្លែងតែសុខភាពដែលបងអាចធ្វើជាខ្លួនឯងបានអញ្ចឹងបងតែងខ្លួនជាបងបើសិនបងទៅក្រៅបងនឹងយកអាវធំពាក់ខក្រៅអញ្ចឹងណាមុនទៅដល់កន្លែងណាមួយ ចាំយើងបង្ហាញ យ៉ា និយាយដល់ចំណុចហ្នឹងគឺតកតងជាមួយនឹងដល់ body positivity អញ្ចឹងបងក៏ជាបុគ្គលមួយរូបដែលចែករំលែកតកតងជាមួយនឹង body positivity ក្នុង online នេះត្រូវអត់ TikTok បងជួយគេដែរដូចជាខ្ញុំធ្លាប់ឃើញតើបើ TikTok គេសុខចិត្តណាន់បាញ់ អូខេ right ថ្ងៃធ្លាប់ឃើញបង interview ខ្លួនឯងមិនអីគេ
Can you teach me like It's me it's me Sukjit Sukjit I'm your I'm your non-binary non-binary queer fairy queer fairy okay yeah so like I really love that and ឃើញបងធ្វើការ share តាក់ទងជាមួយនឹងការស្រឡាញ់ខ្លួនឯងអញ្ចឹងចង់ដឹងថាអា body positivity នឹង mindset ហ្នឹងគឺមានន័យមួយចំពោះបងហើយក៏បងអាចប្រាប់ដល់អ្នកដទៃឲ្យគេមានអារម្មណ៍អញ្ចឹងដូចបងដែរអញ្ចឹងណា Yeah yeah វាទីមួយគេមកពីខ្លួនឯងយើងមកខ្លួនយើងអញ្ចឹងដែរណាហ្នឹងហើយបើខ្ញុំយើងតែថាគេឃើញថាខ្ញុំស្គមអ្នកខ្លះភិកច្រើនគេថាអូស្អាតរៀងស្អាតអញ្ចឹងទៅយើងស្គមយើង slim model អញ្ចឹងទៅប៉ុន្តែសម្រាប់បងគាត់ថាបងរៀងស្គមពេកហើយពីមុនបង insecure ជាមួយនឹង body ខ្លួនឯងយកជំនាញគាត់ថាបងស្គមពេកគេហៅឈើយ៉ាក់ថ្មិញសក់បកប៉ាយ៉ាសក់បកប៉ាទៅមុនបានដល់ថ្ងៃនេះគេថាមុនយ៉ាមុន confident ហងៃគេថាទៅគេថាដូចគ្នាមិនថារៀងកាយយើងអ្នកធាត់គេ bully អ្នកធាត់អ្នកស្គម bully អ្នកស្គមដូចគ្នាអត់ពេញចិត្តហ្មងគេទៅ I know ហើយបងមិនមែនខំប្រឹងឯងធ្វើស្គមទេបងពីកណាត់មកបងស្គមអញ្ចឹងព្រោះមកពី genetic យើងថា Yeah អត់មានណាគេចង់អីស្គមពេកហើយចង់ធាត់ពេកអត់មានទេ Yeahពេលខ្លះអ្នកដែលជួបភ្លាមអូឥឡូវស្គមឥឡូវធាត់សម keep that opinion to yourself okay I know សំណួរមានច្រើនណាស់សួរតាសុខសប្បាយអត់មិនដែរហងឯងសុខសប្បាយមានអី update មានអីល្អខ្ញុំជួបច្រើនណាជួបម្ដងភ្លាមស្គមឥឡូវធាត់ Yeah ស្គម What is the point of asking that like ទទួលបាន benefit អីពេលសួរសំណួរហ្នឹងទៅ Yeah សួរបានអីមកវិញសួរបានធំokay yeah what is your help បើសិនជាអូខេខ្ញុំស្គមពេកខ្ញុំបាយញ៉ាំសុំលុយមកចឹងសុំលុយមកខ្ញុំញ៉ាំឲ្យបានច្រើនចាច្រើនថាធ្វើអីមិនក៏អត់គ្រប់ដែរគឺតែងតែមានអីមកសួរចាក់លើសម្រស់យើងរហូតយ៉ាចឹងមិនថាអ្នកនរគ្នាយើងរៀនកាយមិនអូខេទី1មកពីខ្លួនយើងនៅជាមួយខ្លួនឯងយើងស្ដាប់ខ្លួនឯងយើងពេលហៅថា I mean meditation តងជាមួយនឹង reflection ថាការឆោបបញ្ចាំងជាមួយខ្លួនឯងយើងឆោបបញ្ចាំងថាអូខេហងៃយើងបានឆ្លងកាត់នេះខ្លះហើយថ្ងៃហ្នឹងយើងមានអ្វីខ្លះដែលល្អកាត់ឡើងមកលើយើងមានអ្វីខ្លះដែលអាក្រក់កាត់ឡើងមកលើយើងហើយយើង turn ឲ្យគេថា turn រឿងដែលអាក្រក់រឿងដែលមិនល្អជា lesson ជាមេរៀនយើងបានឆ្លងកាត់នៅពេលយើងបានរៀនហើយយើងបានឆ្លងកាត់អ្វីមួយយើងមានថាអូខេយើងបានឈ្នះយើងបានជាមេរៀនមួយដែលយើងអាចជំនះទៅមុខធ្វើវា turn គេ turn negativity to yes the pain into the strength yes ហ្នឹងឯង Okay really nice អញ្ចឹងប៉ុន្តែបងធ្លាប់មានពេលខ្លះបងបាក់ទឹកចិត្តអត់ព្រោះអី how do you like stay confident នៅតែមានភាព confident ប្រឆាំងជាមួយនឹង social media standard តើតើជាមួយនឹង standard របស់សង្គមធ្វើម៉េចទៅបងអាច keep going strong អញ្ចឹងនិយាយទៅតើតើជាមួយនឹងការដែលបងពេលខ្លះយើង compare ខ្លួនឯងទៅអូខេស្អាតមែនអញ្ចឹងលើ social media អញ្ចឹងបងនៅតែមាននិយាយតាមថោបងនៅតែមានប៉ុន្តែគ្រាន់តែវាអត់ខ្លាំងដូចមុនតែហើយយើងអាចនិយាយបានពេលខ្លះអូខេហាត់អីក៏ជាពិសេសសក់ក្បាលសក់បងគេតិចគេថាតិចសក់តិចមែនខ្ញុំមានច្រើនច្រើនចឹងបាទអូយយើង compare ខ្លួនឯងទៅពេលខ្លះទៀត compare ទៅឲ្យមកវិញបាទធ្វើឲ្យយើងពិបាកចិត្តទាំងជួយចិត្តមួយគ្នាពេលខ្លះឆ្លងកាត់នឹងហើយក៏ស្អីណាបន្ទាប់បងក៏ថាអូខេខ្ញុំស្អាតខ្ញុំស្អាតខ្ញុំមានតម្លៃហើយមួយទៀតក៏អរគុណទៅដល់មិត្តភ័ក្តិអរគុណទៅដល់ community អរគុណទៅដល់អូនគ្រប់រោគ everybody អូខេក្នុងនេះណាតែងតែយើងតែងតែឲ្យគេហៅកម្លាំងចិត្តឲ្យតែយើងតែងតែសរសើរគ្នាទៅវិញទៅមកអាហ្នឹងឯងជាកម្លាំងបងដូចគ្នាបងនៅតែឯងក៏បងអាចមានដូចគ្នាពេលខ្លះយើងអូខេគេថាយើងកុំខ្វល់យើងកុំអីតែយើងនៅតែខ្វល់អាចបានហើយយើងនិយាយអូយើងស្អាតអីយើងនិយាយស្អាតមិនប៉ុន្តែក្នុងចិត្តយើងមកតែស្អាតតែក្នុងចិត្តយើងវានៅដែរពេលខ្លះយើងត្រូវការអូខេធ្វើការគេហៅថាsupport a good supportive system ខ្មែរយើងទៅហៅថាអ្នកcontrol អ្នកជួយប្រព័ន្ធ control ល្អប្រព័ន្ធដល់ល្អមួយដល់ល្អមួយដែលយើងអាចនៅជាមួយគ្នាដែលយើងអាចឲ្យកម្លាំងចិត្តគ្នាទៅទៅមកបានអានោះយើងយ៉ាងមួយហ្នឹងហើយដែលជាកម្លាំងចិត្តមួយទៀតដែលបងអាចធ្វើជាខ្លួនឯងបានអាចនៅទីខ្លួនឯងបានអាចនៅមាន confidence stay confident រហូតតែបង share តទៅជាមួយនឹង positivity នៅក្នុង social media បងមាន result អត់ហើយឃើញថាអ្នកដែលគ្រប់គ្រងបងក៏ទទួលបាន advice អញ្ចឹងឃើញអា positive result ហ្នឹងអត់បងឃើញអាហ្នឹងក៏ជាកម្លាំងចិត្តដែរកម្លាំងចិត្តមួយកម្លាំងចិត្តមួយជាគេហៅថាមានកិត្តិយសដែរបងគាត់ឃើញគាត់ appreciate គាត់សរសើរហើយគាត់ថាអូញ
ខ្ញុំឃើញបងបញ្ចេញភាព confident បាទ បង្ហាញពីភាពជឿជាក់បង្ហាញពីភាពល្អរបស់ខ្លួនឯងធ្វើគាត់រៀនតាមយើងដែរគាត់ថាពិតជាល្អមែនដែលពួកយើងអាចគេ inspire គ្នា inspire គ្នាទៅវិញទៅមក yes ព្រោះខ្ញុំមិនមែនថាចាំតែ inspire គេក៏ inspire យើងដែរ គ្នា ហ្នឹងហើយ យើងជាវិញទៅមកអញ្ចឹង បាទមួយទៀតឃើញបងមាន courage ចឹងដោយសារតែមានអ្នកខ្លះគេដូចយើងដែរ ចា៎ គេអត់មានអ្នកនិយាយអ្នក represent ទេ Yes, អញ្ចឹង yes. ពេលដែលយើង stand up យើងងើបឡើងដើម្បីជាសម្លេងដល់ពួកគាត់ចឹងខ្ញុំគិតថាវាជាអីមួយដែលល្អដែល ចា៎ spread a positivity នឹងខ្លាំងណាស់បង យ៉ាខ្ញុំជឿដល់ណាព្រោះការដែលខ្ញុំ back ទៅអតីតកាល ហឹម ខ្ញុំអត់មានអ្នកណាគេមើលលោក ជា ច្រើនណាស់ជាភាសាយើងមានតែនៅអ្នកខៅទេភាសាបរទេស បាទ នេះក៏ខ្ញុំក៏សប្បាយចិត្តដែរដែលមានអ្នកទាំងអស់គ្នាដែលគាត់មើលមកខ្ញុំតាមខ្ញុំហើយក៏គេថាអូខេគាត់សប្បាយចិត្តដែលគាត់ follow ខ្ញុំហើយគាត់បានអនុវត្តពីអ្វីខ្ញុំបានធ្វើទៅគាត់គេថាឲ្យកម្លាំងចិត្តទៅពួកគាត់ដែរអញ្ចឹងខ្ញុំក៏សប្បាយចិត្តដូចគ្នា អូខេ អញ្ចឹងឆ្លៀតពេលហ្មងបើសិនជាអ្នកទាំងបងចង់មាន message អីទៅដល់អ្នកដែលគាត់ដូចបងអ្នកដែលគាត់ struggle ជាមួយនឹង body តែ struggle ជាមួយនឹងការរបៀបថារើសអើង discriminate ពីអ្នកដទៃបងមាន advice អីតិចសម្រាប់ពួកគាត់ទេ អ្វី advice នេះគឺអត់មានច្រើននេះគឺតនតាយើងស្គាល់ពីខ្លួនឯង អាចតម្លៃខ្លួនឯងស្លាញ់ខ្លួនឯងបានច្រើនពេលខ្លះយើងនិយាយថាពាក្យស្លាញ់ខ្លួនឯងបានច្រើនហ្នឹងយើងពិបាកយើងនិយាយវាអត់ចេញពីចិត្តប៉ុន្តែអូខេយើងអាសានិយាយយើងអាសានៅមុខកញ្ចក់យើងនិយាយខ្លួនឯងរហូតទៅហើយយើងមួយទៀតតាក់ទងជាមួយនឹងមានមិត្តភក្តិដែលល្អ support system ដែលល្អ យ៉ា ជួយកម្លាំងចិត្តកាន់តែខ្លាំងអញ្ចឹងយ៉ា stay positive យ៉ាពួកអីពេលខ្លះយើងតែឯងក៏អត់កើតដែរមានអបរិស្ថានជុំវិញខ្លួនហ្នឹងវា affect ខ្លាំងណាស់ ចា៎ អញ្ចឹងការដែលយើងរាប់អានទៅលើមនុស្សម្នាក់យើងក៏ត្រូវមើលដែរថាពួកគាត់ជាមនុស្សប្រភេទណាហើយបើសិនជាយើងមើលខ្លួនឯងផងបើសិនជាយើងជាមនុស្សប្រភេទដែលផ្ដល់តែ toxic ទៅដល់គេផ្ដល់តែ negative energy ទៅដល់គេយើង detox វាចោលទៅយើងកាត់បន្ថយវាចោលទៅហើយ ការផ្ដល់ក្តីស្រឡាញ់អត់មានអីខុសទេ right ការ compliment គ្នាក៏មានអីខុសដែរវាមានតែផ្ដល់ positivity ទៅវាទៅវិញទៅមកទៅអត់បង ហ្នឹងហើយអូខេឥឡូវយើង move on ទៅមក topic ទៀតចង់ដឹងតើតើជាមួយ love life របស់បងណា អូខេ ថា growing up as a non binary តើបងឆ្លងកាត់តើតើជាមួយ relationship អីគេខ្លះ before becoming non binary as a gay person as someone who is closet in the closet អត់តន់ come out ចា ទំនាក់ទំនងស្នេហាហ្នឹងមានបញ្ហាអីឬក៏មានជួបរឿងអីខ្លះចឹងមកឲ្យ share បានទេ យ៉ាមានទៅបើតាក់ទងមួយរឿងrelationship exercise របស់បងគឺថាវាអត់សូវកប់ចិត្តអត់សូវថាកប់កាក់កប់ល្អមែនទេយ៉ាគឺពីមុនបង identify ជា gay ចឹងណាហើយក៏ពេលនោះយើងស្គាល់មានអីទៅវិញបាត់ feminine ទាំងដែរចឹងណាយ៉ាពីច្រើនគេក្នុងសង្គម gay ពីច្រើនអ្វីដែលបង observe អ្វីដែលបងសង្កេតឃើញខ្លួនឯងចឹងណាពីបងទៅគេចូលចិត្តអ្នកដែលហាត់ប្រាណមកសេចដុំ masculine គេពេញចិត្តមួយឯងចឹងបើអ្នកស្គាល់ឲ្យបងគេអត់សូវពេញចិត្ត I face that too យ៉ាគេតែនិយាយចឹងហើយគេក៏និយាយថាហើយក៏យើងមិនហាត់ប្រាណយកសេចដុំទៅថា no សតនេះម៉ែខ្ញុំផងខ្ញុំមកចូលចិត្តចឹងផងហើយមិនយ៉ាចឹងទៅគេថាបើយើងមិនធ្វើចឹងទេមិនគេថាមិនមានអ្នកស្រឡាញ់មិនទៅលក់ដាច់ចុះលក់ដាច់យ៉ាថាដូចយើងធ្វើដើម្បីលក់ទៅឲ្យគេមែន I know ហើយចឹងមានន័យថា what is the point ដែលយើងខំព្យាយាមនៅឯគូ like and what is the point of love កៅពីរូបរាងមានអីទៀតអត់ហ្នឹងឯងចឹងមកថាពេលហ្នឹងបងយកពេលហ្នឹងយើងអត់សប្បាយចិត្តអត់ផ្សេងដូចគ្នាអត់សប្បាយចិត្តដូចគ្នាអត់មានអ្នកចេះមកស្រឡាញ់យើងអីចឹងណាប៉ុន្តែពេលហ្នឹងបងក៏មាន reflection មួយថាអូខេបើមានគេស្រឡាញ់យើងថាដែរក៏យើងមកស្រឡាញ់ខ្លួនឯងត្រឹមត្រូវចាយកអត់មានអ្នកគេនាំយើងទៅកន្លែងដែលយើងចង់ទៅអត់មានអ្នកណាគេទិញឲ្យយើងញ៉ាំហើយយើងមិនទិញខ្លួនឯងយ៉ា why ខ្ញុំកប់ចិត្តទៅខ្លួនឯង like the beauty of being single like បងមិនចឹងណោះហ្នឹង yeah beauty of being single like មាន single នៅលាវឬក៏មានដៃគូអត់ខុសទេមួយណាក៏ត្រូវមួយណាក៏ល្អអត់មានណាថាខុសថាត្រូវទេយ៉ាបើសិនជាយើងមានដៃគូបើដៃគូហ្នឹងសំប្រកបយ៉ាសំប្រកបល្អតែបើសិនជាដៃគូដែល toxic យ៉ាតើពួកយើងនៅមានគ្នាតើអីសម្រាប់បងបងនិយាយមកខ្លួនឯងថាបើសិនជាបងមានដៃគូដែល toxic មានដៃគូដែលមានរឿងហោគ្នា negative ខ្លាំងបងចិត្តនៅ single សប្បាយចិត្តជាងបងមានកម្លាំងឲ្យមាន energy ណាទៅ deal ជាមួយនឹងបញ្ហាហ្នឹងឯងហងហើយយើងមានហងហើយយើងទាំងអស់គ្នាមានបញ្ហាសឹង100ចំពោះហើយហើយក៏យើងត្រូវយកបញ្ហាមកបន្ថែមទៅអីហ្នឹងហើយបងបើយើងមានដៃគូដែលគេយល់ចិត្តយើងមិនព្យាយាមបង្កើតបញ្ហាឲ្យយើងបើចឹងមានបងសិតនៅតែឯងចាខ្ញុំគិតចឹងមកហើយមួយទៀតគេថា
ធ្វើអញ្ចឹងមានអ្នកគេយករើសពេកមានអ្នកគេយកហើយបងនិយាយទៅវិញថា no បងមិនមែនសម្រាមបងមិនមែនកាក់សំណល់តែគេមករើសយើង Yeah. យើងត្រូវពេចយើង pearls Yeah. យើង yeah Giving pearl, you know, like. yeah យើង stay pretty យើងស្រឡាញ់ខ្លួនឯងណាគេតែស្រឡាញ់ខ្លួនឯងណាដែលគេថាអូខេគេមាន energy ស្តៀងយើងគេនឹង attract មួយយើងហ្មង That's right. Because people just meet they click ហ្មង I know ចឹងថាមនុស្សច្រើនណាព្រោះពេលនេះទៅពេលនគរ you gonna find someone that is like the same energy to you and love you as well អញ្ចឹងយើងមិនព្យាយាមកែខ្លួនឯងដើម្បីផ្គប់ចិត្តអ្នកដទៃវាថាគេស្រឡាញ់អ្នកដែលមានសាច់ដុំនោះត្រូវតែហាត់ប្រាណសាច់ដុំដើម្បីគេស្រឡាញ់ទេយើងមានអាយុ uniqueness ខ្លួនឯងអញ្ចឹងហើយយើង set that uniqueness point យើងអត់ត្រូវកែប្រែយកអាច uniqueness របស់អ្នកដទៃមកដាក់ដើម្បីទទួលបានក្តីស្រឡាញ់ទេអត់បង Yes ហ្នឹងហើយយើងមាន standard របស់យើងយើងមាន unique របស់យើងហើយយើងក៏មាន standard ជាមួយអ្នកយើងស្រឡាញ់ដែរហើយក៏យើងត្រូវ low standard ខ្លួនឯងដែរយើងស្រឡាញ់យើងហើយយើង keep going បើមិនបងយើងខ្លួនឯងបើមិនជិះបងអត់មានអ្នកណាគេដែលត្រូវ target បងត្រូវ standard បងទេបង stay single stay ដល់ចាស់ why not why not why not why like having relationship and being like toxic and stressed out why being single why not and មួយទៀតគេថាពេលដែលមានប្រពន្ធមានកូនអញ្ចឹងពេលអត់កូនអញ្ចឹងគេលើកអានឹងមកបងគិតបែបតែវាខ្លះអូអញ្ចឹងនៅអញ្ចឹងអត់កូននៅមកទៅអ្នកខ្លះគេលើកមកអញ្ចឹងបងចង់និយាយដែរថាចោះឃើញក្មេងនៅមណ្ឌលសុខភាពមណ្ឌលកុមារកំព្រាអ្នកណាគេដែលអាចមើលថែទាំគាត់បាន Yes បើសិនជាយើងអត់មានទេបងនិយាយទៅបើសិនជាបងមានដៃគូបងក៏យកកូនខ្លួនឯងដែរបងចូលចិត្តយកទៅកូនដែលគាត់នៅកុមារកំព្រាមកយកគាត់បានចាំល្អជាងបងចង់បង្កើតកូនបន្ថែមទេផងថ្ងៃមានច្រើនដែរគេនិយាយថាគេអ្នកសាញ់ពេលគ្នាធ្វើឲ្យអីគេបាត់បង់មនុស្សទុនធានមនុស្សហ្នឹងហើយ my god ទុនធានមនុស្សផ្សេងចំនួនមនុស្សផ្សេងបើចំនួនមនុស្សអូនកើនឡើងជាប្រចាំឥឡូវ 8,000 លាន static ប្រជាជន population ហ្នឹងវាកើនឡើងជាប្រចាំហើយ and also like បើសិនជាយើងបង្កើតកូនមក and យើងអត់មាន responsibility ក្នុងការ raise គាត់ផងយើងយកមកទៅអីហើយពេលដែលយើងយកគាត់មកយើង giving the world to them like it's our decisions and if we being single and we are happy it's none of your problem មិនមែនជា problem របស់ពួកគាត់ទេ so like I know ហើយមួយទៀតយកកូនមកមិនមែនដើម្បីឲ្យពួកគាត់នៅមើលយើងពេលចាស់ទៅthat's right បងអត់មានគិតចឹងទេ this is like some mindset យកកូនមកពេលចាស់ទៅបានណាគេមើលយើងបង្កើតគាត់មកមែនប៉ុន្តែយើងអត់ត្រូវបន្ទុកទំនួលខុសត្រូវនឹងដល់គាត់ទេមិនមែនជាទំនួលខុសត្រូវរបស់គាត់ទេទំនួលខុសត្រូវរបស់គាត់គឺគាត់មានទំនួលខុសត្រូវលើជីវិតរបស់គាត់that's right ចិញ្ចឹមឲ្យបាច់គាត់ឲ្យគាត់ជាមនុស្សដែលល្អជាមនុស្សដែលអាចជួយបំពេញដំណើរការរបស់គាត់ហើយគាត់អាចបំពេញដំណើរការនៅសង្គមផងដែរ it's not about us only yes បើគាត់អូខេគាត់ស្រឡាញ់យើងគាត់ចង់មើលថែទាំយើងជំនឿរបស់គាត់បើគាត់ចង់បោះបោយើងជំនឿរបស់គាត់ដូចគ្នាក្នុងនាមជា pressure ត្រង់គាត់ទេក្នុងជាពុកម្ដាយយើងអត់មានត្រូវខឹងគាត់ទេព្រោះជាជំនឿរបស់គាត់ហ្នឹងហើយបងរេចំណុចនឹងល្អដោយសារតែពេលខ្លះគេរើសអានឹងមកប្រឆាំងជាមួយនឹងអ្នកស្រឡាញ់ពេលដូចគ្នាច្រើនមែនតើអត់កូននឹងធ្វើឲ្យបាត់បង់ធនធានមនុស្សតាមពិតជាចំនួនមនុស្សទេ right I know យូបង្កើតកូនមកអាស្រ័យទៅលើយើងតែបង្ហាត់ពរៀនគាត់ខ្លាចជាធនធានមនុស្សដែលល្អមិនមែនថាកាត់គាត់មកឲ្យគាត់ខ្លាចជាធនធានមនុស្សដែលល្អទេពេលខ្លះគាត់បែកឆ្វេងគាត់ប្រព្រឹត្តអីអាក្រក់ក៏យើងមើលដឹង right so okay ហ្នឹងហើយឥឡូវយើងskip ចោលទៅយើងចូលទៅ topic មួយទៀតចង់ដឹងថាពេល dating បងមានធ្លាប់មាន dating ពីមុនមកមានហើយបងក៏ធ្លាប់ how is the experience មិនដែរមកបែបទៅអតីតកាលពេលនោះបង explore dating app alright dating app មានច្រើនបងផលឆោមែនតើពេលនោះកន្លងពេលនេះគឺខ្លួនឯងកំពុងតែអូខេត្រូវការសង្គមគេតែនិយាយ social media គេតែនិយាយអូមានដៃគូមានស្នេហាបានសប្បាយបានមានជីវិតជីវបានពេញលេញបងពេលនោះមានថាអូ desperate desperate ចង់បានដៃគូខ្លាំងហ្មងដល់ថ្នាក់បើ dating app សឹងតែ 4-5 app គឺមាន account ទាំងអស់ yes មានគ្រប់ app អស់មើលព្យាយាមអស់តែពេលនោះមិនថាបង toxic ខ្លួនឯងខ្លាំងមែនតើ toxic ខ្លួនឯងខ្លាំងណាពេលនោះយកបានអ្វីដែលយើងចង់បានអត់មានអ្នកណាគេមករកយើងអត់មានអ្នកណាគេហើយពេល click ទៅវា swipe right ទៅវាអត់បានណាពេលឆាតមួយគ្នាទៅក៏គេទូខិតគេ block យើងចោលទៀតចឹងក៏មានគេបានហើយយើងគេបានបន្តិចគេលែងបាយយើងបាត់មួយទៀតគ្រាន់តែយើងបង្ហាញពី identity របស់យើងថាយើងជាអីអាហ្នឹងក៏មានគេហៅថា double discrimination រើសអើងក្នុងសហគមន៍មួយអីរើសអើងទៀត right គេថាយើង
too feminine Yeah. feminine ខាងពេកគេចូលចិត្តទេគេចង់គេចូលចិត្តបែប masculine Yep ហើយ បង មួយទៀត ប៉ះពាល់ទៅគេប៉ះពាល់ផ្លូវចិត្តខ្លាំងមែនតើ and មួយទៀត like របៀបថាបើសិនជាយើងអត់ពេញចិត្តពេកប្រាប់គេថា oh you're not my type កុំឲ្យមកនិយាយដាក់យើងអញ្ចឹងទៀតវាប៉ះពាល់ដល់យើងដែរអញ្ចឹង ហើយមួយទៀតគេឆាតមកដើម្បីតា have fun have fun one night Have fun. stand having sex something Yeah. like that yeah បងអត់ទេបងចង់បានលើសពីហ្នឹងទេបងចង់បាន a good relationship Mhm. not only more okay. than sex yes more than sex ប៉ុន្តែគេចង់បានហ្នឹងបងមិនថាបងគេនិយាយចឹង ទៅដើម្បីអីយើង ហើយមួយគេនិយាយថាគេនិយាយចឹងខ្ញុំថាបងដូចជារបស់មួយជាវត្ថុមួយដែលគេត្រូវការដល់ពេលដែលគេត្រូវការ yeah ដល់ពេលដែលគេលេងត្រូវការគេលេងឆាតឲ្យយើងបណ្ដោយ yep ហើយគេតែងគេសួរអូខេ send nude oh send hope send អីគេ Yeah. body part អីគេបើបងអត់ send គេថាអត់ send ទេគេចំយីហោ yeah ពេលហ្នឹងបង hesitate ណាគួរ send គួរ send បើពេលយើង desperate ហើយយើងខ្លាចបាត់បង់ម្នាក់នឹង right yeah តែបងអូខេយើងបងក៏ send តែមិន send ហូបហិន send តែហ៊ានថាប់ yeah ថាប់អីចឹង I know ហើយគេថា send more បង ពេល send ខ្លះ no បានហើយចង់បានទៀត oh I'm Yeah. so bad ពេលបង send no គេបាយគេប្លុកបងបាត់ Mm. ពេលបងពេលហ្នឹងយើងឈឺទៅបងឈឺខ្លាំងមែនតើហើយគិតថាហើយដែរមិន យើងអត់គ្រប់គ្រាន់សម្រាប់គេ ហើយក៏អត់មានគេស្រឡាញ់យើងចឹង Mm. ហើយដែរក៏មានគេស្រឡាញ់យើងចឹងវានៅអា toxic រហូតដល់អូខេរហូតច្រើនឆ្នាំមកបងព្យាមទៅលិតចោលបងគិតថាវា toxic ម្ដងមួយ លិតចោលអស់ Yep. តែវាពេលខ្លះលិតហើយពេលចង់ទៅហៅទៅទៅ ប៉ុន្តែក៏យើងកាត់បន្ថយខ្លួនឯងដែរព្រោះអី Yeah. យើងដឹងថាយើងទៅនឹងក៏វាក៏មកមានអ្នកដែលគាត់មាន mindset ថាចង់បាន real relationship I know ខ្ញុំដឹងថា dating app culture ឥឡូវវាបែបណាប៉ុន្តែ mostly គឺ one night stand only like yeah អញ្ចឹងទៅខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាថ្ងៃហ្នឹងរកស្នេហាបែបណាបានទេឡើយ I know comment down below ចូលដឹងថាអ្នកទាំងអស់គ្នារកវិធីសាស្ត្រអីរកដៃគូបានហើយដៃគូដែលគាត់អត់ចាប់បាច់ one night stand អ្នកដែលគាត់វាច្បាស់លាស់អញ្ចឹងណាហើយមិនយើងក៏មិនត្រូវតែដើម្បីតែចង់បានគេហើយយើងលះបង់សិននេះសិននោះឲ្យគេច្រើនពេកដែរ yes ពេលខ្លះយើងក៏ត្រូវការពីខ្លួនឯងគេហៅថា digital literacy or digital footprint នឹងហើយកុំឲ្យតែពេលខ្លះគេ leak ទៅលើវីដេអូយើងរូបយើងអញ្ចឹងណាយើងមិនថាយើងអត់ចង់ send ឬក៏ស្រឡាញ់គេប៉ុន្តែពេលខ្លះយើងការពារខ្លួនឯង ចា ត្រូវអត់បងបាទ សំខាន់រឿងសំខាន់ខ្លាំងព្រោះអីខ្លាចតែគេលិចហុកយើងហើយគេបោះអីចឹង គេ ចង់ ហើយគេគម្រាមយកលុយយើងទៀត យ៉ារឿងនេះក៏គេនិយាយច្រើនដែរយើងការពារខ្លួនឯងយើងកុំគេធ្លាក់ក្នុងអន្ទាក់ណា អ្នកខ្លះ មួយ ខូចអ្នកខ្លះខូចហ្មង ចាកុំទំនាក់តម្លៃខ្លួនឯងស្រឡាញ់ខ្លួនឯងបានច្រើនជាងបើសិនជាគេស្រឡាញ់យើងណាយើងនឹងនិយាយគ្នាត្រូវ យ៉ាប់ បើសិនជាគេចង់អីពីយើងហើយគេយើងក៏ចង់បានហើយគេ បើគេស្រឡាញ់យើងពិតគេមិនបខំឲ្យយើងធ្វើអីមួយដែលគេចង់បានទេ I know អញ្ចឹងយើងស្គាល់ដល់ពីតម្លៃខ្លួនឯងដល់ពេលយើងស្គាល់ពីតម្លៃខ្លួនឯងហើយគេចង់ធ្វើអីគឺយើង say no say no គឺល្អបំផុតបងអញ្ចឹង say no ចំពោះអាមេរិក ពេលខ្លះ say no វាមិនយើងអាក្រក់អី right Yes. say no is for like your energy វាថា mental យើងដែរយើងមិនចេះតែ accept everything yes ព្រោះអីពេលមុនយើងថាអូយ say no ទៅខ្លាចប៉ះពាល់ដល់អារម្មណ៍គេអញ្ចឹងពេលខ្លះ yes យើងមកអារម្មណ៍ខ្លួនឯងមុនសិនតែយើងប៉ះពាល់ដល់ពេលយើង accept ទៅ yes អ្នកឯងបើយើងនិយាយថាគេហៅ set boundary ដាក់រណាំង កំណត់ហ្នឹងហើយ រណាំងខណ្ឌរបស់យើងខ្លួនឯងយើងមិនមែនស្អប់គេយើងការពារខ្លួនឯង ខ្លួនឯងដែរ yeah អូខេអញ្ចឹងនិយាយតាក់ទងមួយ dating app ហ្នឹងបងធ្លាប់បាន date មានដៃគូពីមុនមកអត់ដូចថាយើង dating real life អញ្ចឹងណា បានថប់ជួប3-4នាក់ដែរប៉ុន្តែអត់សមប្រកបអញ្ចឹងអត់សមប្រកបយើងអត់ click មួយគ្នា បាទ គេចង់បានមកអីផ្សេងទេទៅតែបងនិយាយថាបង no បើសិនជាគេទៀមទាពីយើងខ្លាំងពេកយើងក៏នឹងធ្វើមិនដែរយើងទៅលះបង់ឲ្យគេមិនក៏ទៅ ហើយពេលជួបគ្នារៀង awkward ពេលជួបគ្នារៀង not really yeah not clicking យាឲ្យបងទៅហ្នឹងក៏សប្បាយចិត្តដែរដល់ពេលដែលគេអត់ត្រូវគ្នាអញ្ចឹងណាយាហើយណាមួយបង dating ពីច្រើនពីមុនហ្នឹងបរទេសទៀត alright ហើយគេអត់នៅស្រុកខ្មែរទេ គេនៅក្រៅ yes អានឹងកាន់តែពិបាក yes long distance I know ហើយ long distance ណាគឺ ពេលខ្លះអាទំនុកចិត្តទៅវាសំខាន់អា trust ហ្នឹងបើយើងស្លាញ់គ្នាឆ្ងាយទោះបីតែអ្នកនៅចិត្តអា trust ហ្នឹងវាចង់មានបញ្ហាហើយសម្រាប់អ្នកនៅឆ្ងាយទៀត right I know អញ្ចឹងមកថាអត់សមប្រកបចឹងបងបានបងបាក់ទៅចិត្តខ្លាំងហើយក៏ព្យាយាមអូខេបើសិនជារឿងដៃគូស្នេហាយកអត់សមប្រកបទេងាកមកតែខ្លួនឯង ត្រឹមត្រូវបង គេបាត់បងបងអនុវត្តពីហ្នឹងរហូតមករហូតតឡើយគឺបងនិយាយថាបើសិនជាអ្នកគាត់ទៅអត់មានដៃគូទេក៏អត់អី អត់អីអូខេ having this mindset is so free បែបថាយើងមានអារម្មណ៍ថា free ក្នុងខ្លួនឯងយើងអត់កំណត់ថាអូខ្ញុំដល់វ័យនេះហើយខ្ញុំត្រូវមានដៃគូខ្ញុំត្រូវមានកូនពេលខ្លះហ្នឹងក៏ជាបន្ទុកដែរបងប៉ុន្តែខ្ញុំចង់ឲ្យមានអ្នកគាត់លើកឡើងបែបហ្នឹងបែបថាអត់មានដៃគូ is not a problem វាមិនមែនជាបញ្ហាទេ មិនចង់បញ្ចប់នៃជីវិតទេចង់បញ្ចប់ That's right ទេ right yeah ហើយបងក៏មាន mindset តទៅមួយ being single ហ្នឹងក៏ឃើញព័ត៌មានក្នុងទស្សនាវដ្តីប្រហែលឆ្នាំមុនឃើញអ្នកស្រីនេះគាត់
เหตุการณ์เป็นคนเอง Oh really yes such I didn't know that วิธีคือมุดได้ inspiring เหมือนแต่ถ้า inspire บองคลังมันเลย บ้า เลยแต่บองถามโอเคไม่อย่างได้เกมมีเหตุการณ์เป็นคนเองเกย์ just out จี bright pride อ่าฮะ yeah มันจินแบบคนเอง อ่า ก็ ฮะ fair เป็นคนเองทานน้ำใส่คนเองถ้าเกตแต่ก็มือคนเอง คุณไอ alright มันมีจำนวนกี่ครั้งดิฉัน cringe ไอ้จังเนี่ย but it's also บ้าน unique เนี่ย มันได้วิ beautiful Yep. so out and then ให้วิจิกำลังจะไม่ทาโอ้ไม่ยางแต่ វាក្តីស្រឡាញ់ចំពោះខ្លួនឯងវាខ្លាំងវាថា ចា this is something that វាធ្វើឲ្យ mental របស់យើងវាមានក្តីសុខណា ចា Yeah មែន ព្រោះអីពេលខ្លះពេលមានដៃគូមិនប្រកាសថាដៃគូនឹងសម្បកពេល Yes. វាថាពេលខ្លះគេ toxic អីចឹងដែរ yes ដូចយើងបងនិយាយថាវាតែបើសិនជាគេដៃគូនឹងឲ្យបញ្ហាមកយើងរហូតយើងតែយើងមានអីសោកទេ បាទ ស៊ូខ្លួនឯងទៅវិញអញ្ចឹងណាយ៉ា បាទអូខេកំឡុងពេលជាច្រើនឆ្នាំមកហើយតាំងពីបងcome out ជាមួយគ្រួសារហើយដល់ពេលឥឡូវបងបានធ្វើការបានចេះឥទ្ធិពលល្អៗទៅដល់សហគមន៍ឬក៏សង្គមតើគ្រួសារបងគាត់រៀនបើកចិត្តជាងមុនអត់ គាត់មកឃើញគាត់ថាគាត់បានបើកចិត្តច្រើនជាងមុនអញ្ចឹងណាតែគ្រាន់តែមកតន់ដល់គេ អត់ត100%ទេប៉ុន្តែបងឥឡូវហ្នឹងពេលដែលបងស្លៀកពាក់បែបហ្នឹងបង expect ទៅគាត់អញ្ចឹងតែបងស្លៀកពាក់បែបហ្នឹងឬក៏អត់ present អត់តន់ទេ អូខេ តែគាត់ដឹងថាបងសេបែបបើចិនហាងក្រៅ គាត់មានគេថាលក្ខខណ្ឌដែរអញ្ចឹងណាហ្នឹងហើយបានរីដែរហើយនៅផ្ទះយើងបង DJs បងអត់តែងខ្លួនអញ្ចឹងបងតែងខ្លួនបែប ធម្មតា មកជិន ធម្មតា ឲ្យធំខោធំអញ្ចឹងទៅលងបែបផុសអញ្ចឹងទៅពេលបងមកក្រៅយកបងតែងខ្លួនអីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងក៏មួយយ៉ាងដែរដែលយើងយល់គ្នាទៅវិញមកបងក៏យល់ថាអ្នកផ្ទះគាត់ក៏ពិបាកជាពិសេសជាមួយនឹង community របស់គាត់ជាមួយអ្នកខាងបងប្អូនមិត្តភ័ក្តិគាត់យ៉ានៅយើងនៅ ពួកអីពេលខ្លះគាត់សម្ពាធពីគេដែរ Yes. សង្គមថាអូយបានកូនបែបណាអញ្ចឹង yes ហើយក៏បងបានធ្វើបងបានយល់យើងច្រើនដោយសារតែបងបានយើងមានការពីមុនជាមួយ Law University គឺមានការឆានមុនយើងមាន project កូនខ្ញុំអញ្ចឹងណា Oh yes I saw យ៉ាហើយយើងមានគេថា peace support page ជាមួយនឹងពុកម្ដាយនៅខាងខេត្តសៀមរាបយើងបានស្ដាប់ពាក្យគាត់និយាយចេញពីខាងផ្នែកពីខាងពុកម្ដាយគាត់និយាយថាអូគាត់ស្ដាប់យើងទេគាត់ស្រឡាញ់យើងតែគាត់ខ្លាចអ្នកដទៃធ្វើបាបកូនគាត់តែក្រៅគេវាយធ្វើបាបគាត់បារម្ភពីយើងខ្លាំងគាត់បារម្ភចឹងបងគាត់ព្យាយាមប្រើពាក្យអាក្រក់អីយើងកែយ៉ា មិនមែនចង់ឲ្យយើងនឹងជោងខុសជោងនេះវិញទេគឺចង់ឲ្យយើងសប្បាយចិត្ត បាទ យ៉ាប៉ុន្តែពេលខាងគាត់យើងយល់ពីអានឹងគាត់ដូចគ្នាចឹងណា ពួកអីគាត់ក៏មាន reason របស់គាត់ដែរអញ្ចឹងយើងក៏គួរដឹងទាំងសងខាងហើយយើងព្យាយាមរកដំណោះស្រាយមួយដែលល្អទាំងសងខាងយើងអត់ចង់បង្កើតជាចំនួនឬក៏ភាពមើលមុខគ្នាអត់ចំរវាងគ្រួសារទេបាទយើងបងព្យាយាមហៅចំណុចកណ្ដាលមួយដែលយើងអាចនួយគ្នាបាន balance គ្នាយើងក៏មិនត្រូវគិតថាពីខ្លួនឯងពេកដែរ ចាណាយើងអាចត្រូវទៅវិញទៅមកអញ្ចឹងណា បាទបងបានអូខេ សូមអរគុណសម្រាប់ការស្ដាប់32 podcast តាំងពីដើមរហូតដល់ចប់32 podcast គឺជា podcast អំពីទំនាក់ទំនងស្នេហានិងការអប់រំផ្លូវភេទរបស់យុវជន LGBTQI+ មិនថាអ្នកជាសម្ព័ន្ធមិត្ត Airline ឬក៏ជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នានោះទេយើងសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តកិច្ចសន្ទនាមួយនេះ podcast នេះអាចធ្វើទៅបានដោយក្រុមការងារជាទីស្រឡាញ់របស់យើងដូចជាសុធីដែលជាកាមេរ៉ាមែនគីរ៉ានិងធីតាជាអ្នកស្រាវជ្រាវមាតិកានិងរូបនាងខ្ញុំនានិងបងម៉ាក់ដែលជា editor និងផលិតកររបស់កម្មវិធីមួយនេះ តាំងពី childhood របស់បងមកដល់ពេលបច្ចុប្បន្នគឺបងឆ្លងកាត់ច្រើនហើយអ្វីដែលសំខាន់គឺបងគឺជាបុគ្គលមួយរូបឬក៏ influencer អ្នកដែលមានឥទ្ធិពលមួយរូបក្នុង social media ដែលបងធ្វើការចែករំលែកតាក់ទងជាមួយនឹង positivity or self love ហើយក៏អរគុណដែលបង stand up for the community ធ្វើជាបុគ្គលមួយដែលអ្នកដទៃគេអាច look up to អ្នកដទៃអាចមើលឃើញអ្នកដែលមានរូបរាងដូចបងអ្នកដែលឆ្លងកាត់បទពិសោធន៍ដូចបងអាចធ្វើការ inspire អាចធ្វើការទទួលយកចំណេះដឹងឬក៏អាភាពវិជ្ជមាននឹងពីបងហើយបងក៏បាន contribute ច្រើនតាក់ទងជាមួយនឹងសហគមន៍សង្គមដែរជាចុងក្រោយចង់ឲ្យបង share តាក់ទងជាមួយនឹង advice ឬក៏ short message ទៅដល់ audience របស់ពួកយើងដែលគាត់បានមើល podcast របស់យើងនេះតើបងមានអីចែករំលែកអត់ចាអូខេ ស្មានសារខ្លីទេគឺក្តីស្រឡាញ់ខ្លួនឯងយើងស្រឡាញ់ខ្លួនឯងគោរពខ្លួនឯងស្រឡាញ់ធម្មជាតិខ្លួនឯងគឺជាក្តីស្រឡាញ់មួយដែលធំធេងបំផុតដែលយើងមិនអាចបាត់បង់បានអញ្ចឹងក៏លើកទឹកចិត្តដល់អ្នកគ្នាស្រឡាញ់ខ្លួនឯងបានចាស់ដូចគ្នាចា៎ អូខេអរគុណច្រើនមែនតើបងហើយអរគុណដល់អ្នកគ្នាដែលបានស្ដាប់និងមើល podcast 32តាំងពីដើមដល់ចប់ហើយសង្ឃឹមថាអ្នកគ្នានឹងទទួលបានការ inspire ពីបងសុជាតិពេលគាត់ចាតាក់ទងជាមួយនឹង self love journey ដែលគាត់បានឆ្លងកាត់ការស្រឡាញ់ខ្លួនឯងការ be confident និងក៏ការadapt ជាមួយនឹង discrimination ពីសង្គមបែបណាហើយ don't forget to love yourself and don't forget to watch our podcast okay
Thank you bye bye Bye.